Để xa vì môn máu vì miền khla môi mua ăn khla cả hòm cái hao khla cả hòm không ខ្លាហ្នឹងញីឲ្យឈ្មោះបង để khla nâng khla mình đang khai nhi hay mối vừa hai chỉ khla mối vì vì để thao việc khăng hay việc đây này việc để thao việc đã chập nút chẳng á là ngày vì chết ta bầm thơ oi bị kia chôn rồi oi lục bật son ngay nó không vọt nắng ចេះតែខ្លាចអី จะ ចឹង คลายละอาแต่ซากอดอย่างโดยเฉพาะให้บางเกดะชั่วโมงอ้อยท่ากระไรนี้คือกระไรวิสมนาสไรนึง អូ บางหาทับนุ่มดะเลยนุ่มคลากระหอมนี่ អញ្ចឹងវាជ្រកខ្លួននៅកន្លែងនេះបងណោះ វានៅកន្លែងហ្នឹង បាទបាទ បាទ អញ្ជើញបន្តទៀតបង ដល់ទៅពេលបន្តមកក៏មានលោកតាម្នាក់នោះលោកតាហួរលោកតាឧបព្រួលយ៉ាងលោកខំយកធ្វើជាអង្គប់អីដាក់ដល់នោះ បាទបាទ ដើម្បីកុំឲ្យវាមកយាយីប្រសង់អីចឹងណា បាទបងបាទ ហ្នឹងហើយដល់ពេលដែលធ្វើទៅដាក់ឆ្កែនៅក្នុងនឹងអង្គប់ហ្នឹងដល់ពេលដាក់ទៅវាលូកដៃផ្ទះអោបវាឆ្កែនឹងស៊ីដល់ឲ្យអង្គប់វាធ្លាក់មកដាក់ត្រូវដៃគេហៅវាឈ្មោះអង្គត់ទៅរហូតសប្តាហ៍ថ្ងៃហ្នឹង អញ្ចឹងពេលហ្នឹងមានន័យថាប្រសងលោកដាក់អន្ទាក់ដើម្បីចាប់វាណាបងណោះ ដើម្បីចាប់វា ហើយនុយដាក់ដាក់ហ្នឹងសត្វឆ្កែ សត្វឆ្កែហ្មងបងណោះ បាទវាតែតែចាប់ឆ្កែស៊ីហ្នឹងហើយ ថាសត្វហ្នឹងវាសត្វមានម្ចាស់ឬក៏ជាសត្វព្រៃទេបងព្រោះហេតុអីមិនវា ពីមុនហ្នឹងมันប្រហែលជាมันមានជាសត្វគេថែទេតែវាដើរមកដែលវាចេះដើរហ្នឹង បាទ ប៉ុន្តែដល់រອບមកដល់សពថ្ងៃប្រហែលជាមានលោកតាទុកចាំងទេចាំងលោកកាន់ហើយ អូ បានមិនមានវត្តមានគាត់ដោយសពមួយដង បាទ ហ្នឹងហើយ ពីមុនមកហ្នឹងបងមានដឹងថាបាត់ខ្លួនដោយសារអីទេបងមានបានដឹងទេបង ដោយសារបាត់គោឆ្កែអីហ្នឹងដោយសារវាហ្នឹងហើយ ឮថាបងឮថាវាចុះទៅចាប់គោអ្នកសុកអ្នកភូមិ បាទវាចាប់ចុះទៅចាប់នឹងក្រោមហ្នឹងហើយ ថាអ្នកសុកអ្នកភូមិខ្លាចរអាណាបង ខ្លាច អញ្ចឹងនៅបន្ទាប់ពីវាចាប់គោអ្នកសុកអ្នកភូមិស៊ីអូយបងអើយអូយឃើញអានោះមិញលងព្រឺក្បាលខ្ញាក់បងប្អូនអូយបងប្អូនខ្ញុំឃើញអាដើមឈើនោះមិញដូចអូយស្មាតោអូយលោកជីលោកទៅជំរាបសួរបងប្អូនប្រិយមិត្តទូរទស្សនិកជនទាំងអស់គ្នាបាទខ្ញុំបាទឌីណាខេរួមទាំងបងប្រុសគឺកំពុងតែមានវត្តមាននៅកាន់ទីឋានក៏ដូចជាភ្នំមួយកន្លែងហៅឈ្មោះថាការីវង្គតបាទហៅថាភ្នំរបាទបងប្អូនអរគ្នាបន្តិចទៀតខ្ញុំនឹងនាំអារម្មណ៍បងប្អូនទាំងអស់គ្នាឲ្យទៅមើលជាមួយនឹងរូងបុរាណដែលគេឲ្យឈ្មោះថារូងខ្លាក្រហមអញ្ចឹងខ្ញុំបាទផ្ទាល់ក៏ខ្ញុំអត់ដឹងថារូងខ្លាក្រហមហ្នឹងគឺមានប្រវត្តិបែបណាថាសពថ្ងៃហ្នឹងគឺមានសត្វខ្លានឹងនៅឬក៏អត់ហើយមិនដឹងថារូងខ្លាក្រហមគឺគ្រាន់តែជាឈ្មោះឬក៏យ៉ាងណាទេបាទខ្ញុំមានតែបងប្រុសបាទដែលលោកជាអ្នកដឹងរឿងរ៉ាវច្បាស់លាស់គឺលោកនឹងរៀបរាប់អំពីប្រវត្តិរូងខ្លាក្រហមនេះចែកជូនបងប្អូនបានដឹងក៏ដូចជាបានស្គាល់ហើយជាពិសេសបងប្អូនអ្នកនៅខេត្តកំពង់ឆ្នាំងឬនៅម្ដុំផ្សារព្រៃខ្មែរនឹងផ្ទាល់តែម្ដងបាទបើមានបំណងចង់មកលេងកំសាន្តបាទបងប្អូនអាចមកជួបបងប្រុសបានបាទសួរនាំអំពីប្រវត្តិខ្លះក៏ដូចជាចង់ជាកសាងចាប់ផលជាមួយសមិទ្ធផលផ្សេងៗនៅក្នុងវត្តបាទបងប្អូនអាចតាក់ទងទៅបងប្រុសបានអញ្ចឹងបងប្អូនសូមជម្រាបសួរបងថាប្រវត្តិខ្លះដែលតាក់ទងជាមួយនឹងរូងខ្លាក្រហមនេះណាបងតើបងអាចជម្រាបទៅកាន់បងប្អូនយើងបានទេថាហេតុអីបានជាគេដាក់ឈ្មោះថារូងខ្លាក្រហមនៅលើភ្នំក៏ដូចជានៅក្នុងរូងនេះណាបងប្រវត្តិហ្នឹងយ៉ាងណាដែរបងសូមអញ្ជើញបង បាទជំរាបសួរដោយបងអូន ឌីណាខេ ទេណាហើយក៏សូមជំរាបសួរដល់ញាតិញោមពុទ្ធបរិស័ទក្នុងស្រុកក្រៅស្រុកផង បាទបង ដោយប្រវត្តិគឺសម័យពីមុនទៅគេហៅថាភ្នំខ្លាក្រហម ភ្នំខ្លាក្រហម គេហៅថាភ្នំខ្លាក្រហមមិនរូងខ្លាក្រហមគឺភ្នំខ្លាក្រហម ភ្នំនេះហ្នឹងហ៎បងអី បាទនេះមើលទៅឃើញដបូលហ្នឹងហើយ អូភ្នំខ្លាក្រហមអញ្ចឹងមានរូងមានអីទេបង អត់មានជារូងអីទេគាត់ថាជាភ្នំកន្លែងកូនភ្នំខ្លាក្រហមមានកន្លែងបួងសួងកន្លែងបន់ស្រន់បួងសួងដែរ បាទ កន្លែងហ្នឹង បាទ កន្លែងហ្នឹងគឺមានប្រវត្តិមួយថាខ្លាមួយហ្នឹងគឺថាខ្លាហ្នឹងឈ្មោះអង្គត់កាចសាហាវកាចមាន អូ ដល់បានគេដាក់ស្ងៀឲ្យឈ្មោះថាកន្លែងហើយកន្លែងវាមកលាក់ពូនអាត្មានៅកន្លែងហ្នឹង អូ បាទ អ
ចឹងមានន័យថាពីមុនមកហ្នឹងមានមែនណាបងណោះ មាន សត្វខ្លាគឺឈ្មោះថាអង្គត់ណាបងណោះ ហ្នឹងហើយមួយអង្គត់ហ្នឹង អូបងប្អូនពេលឡើងមកចិត្តដល់ដូចមិនទេបងឡើងចង់ព្រឺក្បាលព្រឺសម្បុរនេះបងនេះអស់លោកបាទចាស់ទឹកម្ចាស់ដីរកអរិយព្រៃឈើដែលនៅថែរក្សាការពារនៅទីនេះកូនចៅមកគ្រាន់តែសុំទីតាំងក៏ដូចជាចង់ដឹងអំពីប្រវត្តិខ្លះអំពីទីកន្លែងនេះទេរាល់ពាក្យពេចន៍កាយវិការខុសឆ្គងមិនសមរម្យណាមួយសូមមេត្តាយកយល់ តែអភ័យទោសផងណាគេណា បងថ្មនេះដូចជាលើកដាក់បន្ទប់លើគ្នាបងហ៎ ថ្មហ្នឹងគឺមកអញ្ចឹងហ្មងគឺពីធម្មជាតិមកអញ្ចឹង អូមិនមនុស្សជាអ្នករៀបចំទេបងណោះ មានទេទៀត បងប្អូនឃើញទេនេះមួយថ្មនេះបងប្អូនលើកដាក់បន្ទប់លើគ្នាហ្មងណាបងប្អូន មើល បងប្អូនឃើញទេនេះមិនចេះតែខ្ញុំចេះនិយាយបងប្អូនមិនចេះតែនេះណាខេចេះតែនិយាយអត់មានប៉ះតាងអត់មានការពិតអីទេបងប្អូនឃើញទេនេះដូចជាបន្ទប់លើគ្នាមែនណាកន្លែងហ្នឹងណាបង ហ្នឹងហើយបន្ទប់លើគ្នា អូ មិនមានរៀបចំអ្នកដល់លើកថ្មដែរអត់មានទេសម័យហ្នឹងគឺអត់ទេគឺថ្មហ្នឹង ហើយចេះជាប់បានណាបង បារមីលោកបកែ អូចឹងរស់ថ្ងៃនៅតែមានដែរណាបង នៅតែមានអត់នៅតែមានកន្លែងតំបន់ភ្នំទេគឺសុទ្ធតែមាន អស់លោកបាទនេះបងប្អូនឃើញទេទប់តែបន្តិចទេណាប៉ុន្តែថ្មហ្នឹងដូចមានអ្នករៀបបងប្អូន បាទ បងតែរាល់ថ្ងៃហ្នឹងមិនដែរបងមាននៅហ្នឹងទេបង អត់មានអីទេ អង្គត់ហ្នឹងនៅហ្នឹង អត់ទេទៀតបាទតែនេះហើយអត់ទេក៏បានមិនដឹងថាគ្នារតនាហើយអត់ដឹងទេ ប៉ុន្តែពីមុនមកគឺ ពីមុននៅ នៅកន្លែងហ្នឹងបង បាទវាលាក់បំពួនអាត្មានៅទីហ្នឹងវា ទៅបងជើញមុនបងប្អូន បាទសំចេញ អូបងប្អូនពេលដែលឡើងមកដល់ហើយយើងដឹងរឿងរ៉ាវអស់ទៅនឹងទៀតណាបងប្អូនគឺមានអារម្មណ៍ដូចទៅបងអាចសុំម្ចាស់ទឹកម្ចាស់ដីអីដើម្បីយើងថតទេណាបងព្រោះ យើងមកនេះអត់មានអីទេក្រៅតែពីសុំថតសុំធ្វើជាកំឡុងវីដេអូចាស់ជូនបងប្អូនបានទេសនាទេអត់មានបំណងថាចង់បានរបស់របរឬក៏ចង់បាននេះចង់បាននោះអីទេបងប្អូនអរគ្នានិយាយតាមត្រង់ការពិតហើយអញ្ចឹងប្រវត្តិកន្លែងនេះបងអញ្ជើញបន្តទៀតមកបងបន្តពី ដុតធូប អូអញ្ចឹងតោះគ្រប់អញ្ជើញបងអញ្ជើញតោះ បាទសំចេញមក អូបងប្អូនកន្លែងនេះក៏មានជាទីកន្លែង សក្ការៈបូជា ជាទីសក្ការៈបូជារបស់បងប្អូនចិត្តឆ្ងាយណាបងប្អូនអញ្ចឹងមុននឹងដឹងអំពីប្រវត្តិកន្លែងនេះច្បាស់លាស់ខ្ញុំរួមទាំងបងប្រុសសុំធ្វើការបេះបន់ក៏ដូចជាអុជធូបដើម្បីសុំផ្លូវសុំចដាឬក៏ការធ្វើគិវរកិច្ចដើម្បីបានថតជាវីដេអូទាំងស្រុងចាស់ជូនបងប្អូនបានទេសនាដែរបងប្អូនពីព្រោះយើងមកដល់កន្លែងអញ្ចឹងគឺយើងអត់អាចចេះតែថតតាមតែចិត្តបានទេបងប្អូនយើងត្រូវតែគ្រប់ធ្វើតែប្រតិបត្តិអញ្ចឹងណាបងប្អូនតោះមកតាមខ្ញុំបងប្អូនអូចឹងរាល់ថ្ងៃហ្នឹងដូចជាអត់ដែលមានអ្នកណាមកគ្រប់ បានឡើង ទេណាបង មានអ្នកបានទៅឡើងមកទេកន្លែងនេះ អូបងប្អូន មិនសូវ ពេលដែលខ្ញុំមកដល់កន្លែងនេះគឺមានវត្តមានរបស់ព្រះពុទ្ធរូបគឺមានចំនួន2អង្គដោយបងប្អូនឃើញអញ្ចឹងហើយរួមទាំងស្លាធម៌3សេផ្សេងណាបងប្អូនហើយកន្លែងនេះជាទីកន្លែងគោរពប្រតិបត្តិតាំងពីមុនមកឬក៏យ៉ាងណាបង បាទយូរហើយ មានតាំងបរមបរានមក បាទមានបរមរានមកមានហើយបានចាប់ដើមសម័យកាលនេះបានចាប់ដើមរៀបចំទីកន្លែងសក្ការៈបូជានេះឡើងគឺមានពីដើមយូរយារណាស់ទៅហើយ អូ បាទ បងប្អូនមើលទៅគឺស្ថានភាពពេលនេះគឺស្ងាត់ជ្រងំតែម្ដងមានន័យថាខ្ញុំរួមទាំងក្រុមការងារហើយនឹងបងប្រុសគឺឡើងមកដល់លើកពូលនឹងតែម្ដងណាបងប្អូនអ្នកខ្លះអត់ដឹងថាមានទេណាបងណា អត់ដឹងទេ ប៉ុន្តែមានអ្នកមកគោរពប្រតិបត្តិមកអីនៅហ្នឹងឯងបង មានដែរមានអ្នកដឹងមកធ្លាប់មកមានមិនអត់ទេមានដែរ អូ បាទ អញ្ចឹងបងយើងសុំអុជធូបអីសិន បាទបាទ សិន សូមបួងសួងសិនទៅ បងប្អូនអរគ្នាឥឡូវខ្ញុំសុំពេលដើម្បីអុជធូបបួងសួងសុំម្ចាស់ទឹកម្ចាស់ដីគឺដូចជាបារមីដែលនៅថែរក្សាការពារនៅទីនេះសិនបងប្អូនហើយបន្តិចទៀតខ្ញុំនឹងនាំអារម្មណ៍បងប្អូនអរគ្នាឲ្យទៅមើលជាមួយនឹងរូងបើតាមបងប្អូនដឹងថាមានរូងនៅកន្លែងនោះណាបងណាដូចតែមានថាមានរូងចូលទៅក្នុងណាបងរូង ហ្នឹងគេធ្វើអីគេធ្វើ អូគេធ្វើណាបងណា កន្លែងនោះកៅថាកន្លែងរូងឆ្កែកូនមួយទៀតប៉ុន ដូចជាថានៅលើតាម្នាក់ថាថានៅខាងក្នុងនេះណាបងណានៅខាងក្រោមនឹងហ្មងណាបងនៅខាងក្រោមថារូងមានរូងចូលទៅទៀតណា
ប៉ុន្តែថាមានកន្លែងថាកន្លែងហ្នឹងគឺជាកន្លែងអង្គត់ហ្នឹងលាក់ខ្លួន អត់ឲ្យចូលទេ គេអត់ឲ្យចូល បាទអត់ឲ្យចូលទេហ្នឹងទៅមុខនោះទេ អូទៅមុខទៀត ទៅមុខគេនោះកន្លែងប៉ុន្តែគេពាត់លបងហើយគេមិនឲ្យចូលទេ អូ វាតាក់តងទៅដល់ហ្នឹងកន្លែងហ្នឹងវារហូតទៅដល់នោះវាតាក់វានៅហ្នឹងទៅដល់ទៅកេះកូនភ្នំអញ្ចឹងដូចគ្នាអញ្ចឹងវាតំណាក់តំណងទៅជាមួយគ្នាហ្នឹងហើយអញ្ចឹងណា បាទ តែគាត់ថា បើតាគេហាមមិន គេមិនហាមមកចូលទេ យើងកុំទៅអីបង កុំទៅអី បងប្អូនអរគ្នាតាមពិតស្ដាយដែរបងប្អូនដោយសារតែគេហាម5មិនឲ្យចូលណាតែបើសិនជាយើងទៅយើងអាចនឹងមានបញ្ហាពីព្រោះគេហាម5មិនឲ្យចូលហើយយើងនៅតែជំនះហើយយើងមិនដឹងថាកន្លែងហ្នឹងយ៉ាងម៉េចទេអញ្ចឹងមានតែខ្ញុំមានតែថតផ្ដិតជាទស្សនវិជ្ជាទាំងស្រុងឲ្យជូនបងប្អូនបានទស្សនានៅតំបន់នេះផ្ទាល់តែម្ដងអត់ហ៊ានចូលទៅទេបងប្អូនទីមួយកាលណាយើងចូលទៅគឺយើងត្រូវចុះតាមជ្រលងភ្នំតាមថ្មតាមអីណាបងប្អូនអញ្ចឹង អត់មានផ្លូវចុះ ងាយស្រួលទេអញ្ចឹងអត់អាចចូលទៅបានទេបងប្អូនអរគ្នាអញ្ចឹងបន្ទាប់ពីការអុជធូបបែបបន់បួងសួងបាទបងប្អូនច្បាស់ជិតដឹងអំពីប្រវត្តិខ្លាក្រហមនេះក៏ជាដឹងអំពីប្រវត្តិក៏ដូចជារឿងរ៉ាវអភិនិហាផ្សេងដែលកើតមានឡើងនៅលើនេះផ្ទាល់តែម្ដងហើយដូចខ្ញុំជម្រាបបងប្អូនអញ្ចឹងគឺអត់មានណាម្នាក់ហ៊ានឡើងមកទេក្រៅតែពីបងណាបងប្អូនអរគ្នា អត់ហ៊ានទេ អញ្ចឹងបងប្អូនឃើញជាក់ស្ដែងអញ្ចឹងជាមួយនឹងទស្សនវិជ្ជានេះហើយអញ្ចឹងទៅទៀតខ្ញុំនឹងបាទឲ្យធូបដើម្បីសុំទីកន្លែងសុំអីដើម្បីបានថតណាបងប្អូន នឹងអ្នកល្មមអីឲ្យហ៊ានឡើងមែន អត់ហ៊ានឡើង កន្លែងអ្នកហ៊ានឡើងខ្លាច មូលហេតុអីដែរដោយសារគេគិតថា វាកោតវាញើតពីសម័យដើមមកពីនេះមកអញ្ចឹងវាខ្លាចវាអត់សូវហ៊ានឡើងម្នាក់ឯងពីរអ្នកអត់ហ៊ានឡើងមក ឬក៏អាចថាដោយសារថាអង្គត់នឹងចេះអី អត់ទេវាទៅនៅកន្លែងផ្សេងអញ្ចឹងទៅបាត់ហើយតាំងពីសម័យលោកតាប៉ែនសគុណនោះ អូ ខ្ញុំតាអុកព្រួលណា អញ្ចឹងពីមុនមកគឺនៅកន្លែងនឹងមែនណាបង បាទមានអត់មិនមានគេដាក់អង្គប់ដាច់ជើងមកជាហៀងគេហៅអង្គត់ អូបងប្អូនតាមពិតទៅគេដាក់អន្ទាក់ លោក ចាប់ តាអុកព្រួលដាក់អន្ទាក់ អូ ចាប់មកសាទៅចាប់ទៅវាយកដល់ពេលលូកដៃចាប់ឆ្កែនៅក្នុងហ្នឹងទៅអង្គត់ធ្លាក់មកអញ្ចឹងដាច់ដៃ អូ ជាប់ទៅអញ្ចឹងវារប្រឹងរើដាច់មកជាហៀងទៅគេហៅថាអង្គត់ទៅ អូដៃហ៎បងណោះ ដៃវា បងប្អូនទៅទៀតបងប្អូននឹងដឹងអំពីប្រវត្តិ មែន អង្គត់ហ្នឹងហើយបងប្អូនតោះអញ្ចឹងខ្ញុំសូមអុជធូបសូមពរសូមជ័យសិនបងប្អូន ខ្ញុំកណាសូមនមស្ការគុណកៅទឹក3មានពុទ្ធមានវធម៌មានប្រសង្ឃហើយជុំជាអាចារ្យគណៈកម្មការតំណាងឲ្យ ក្រុមការងារ ក្រុមការងារ Dina KH នៅក្នុងវេលាឱកាសនេះក៏សូមគម្រប់លើកដល់បួងសួងដល់វត្ថុស័ក្តិសិទ្ធិដែលមានទ្រង់ហិតនៅក្នុងទីនេះជាពិសេសបារមីព្រះឈ្នះមានទាំងឡាយ5ព្រះអង្គគឺប្រកាសកសន្ធោវកោនេះកមនោវកាសបោព្រះសមណវដំនិងព្រះសអាមត្រីរួមទាំងវធទាំង 84000 សូមនឹងគុណព្រះសង្ឃទាំងពីរប្រការសមត្ថសង្ឃនិងអរិយសង្ឃសូមដោយអំណាចនៃដៃជះព្រះរតនត្រ័យបារមីថត់ថែរក្សានៅលើភ្នំហៅថាភ្នំខ្លាក្រហមនេះក៏សូមឲ្យវត្ថុស័ក្តិសិទ្ធិនិងលោកតារុក្ខទេវតាអាកាសទេវតារាមទេវតានិងលោកតាម្ចាស់ទឹកម្ចាស់ដីថែរក្សាក៏សូមថែរក្សាយើងខ្ញុំក្រុមការងារខ្ញុំកណ្ណានេះឲ្យបានសុខឲ្យបានចម្រើនបើនិយាយទៅកាយការខុសឆ្គងវាសម្ដីមិនសមរម្យយ៉ាងណានោះក៏សូមឲ្យអស់លោកបារមីកុំបកាយកុំបកាន់អីសូមឲ្យសុខឲ្យចម្រើនអាយុវែងដល់អស់គ្នាអនុមោទនា បងប្អូនអរគ្នាពេលនេះគឺខ្ញុំរួមទាំងបងប្រុសបានសុំផ្លូវក៏ដូចជាសុំជាមួយនឹងម្ចាស់ទឹកម្ចាស់ដីអរុក្ខព្រៃឈើក៏ដូចជាបារមីទស្សនបារមីដែលនៅថែរក្សាការពារនេះហើយបងប្អូនច្បាស់ជាចង់ដឹងអំពីប្រវត្តិភ្នំខ្លាយក្រហមនេះអញ្ចឹងអញ្ជើញបងអញ្ជើញប្រវត្តិបងអូនចង់ជម្រាបសួរបងថាប្រវត្តិពីមុនដំបូងមកដល់ឥឡូវហ្នឹងណាបងហេតុអីបានជាភ្នំនេះគេដាក់ឈ្មោះថាភ្នំខ្លាយក្រហមដោយសារអីណាបង រឿងរ៉ាវប្រវត្តិភ្នំនេះគេហៅចិត្តហៅមកភ្នំពីដើមមកគឺដាក់មកដោយសារជា យើងដើរទៅកន្លែងភ្នំតិច ដោយសារ បងជើញបងជើញ បាទដោយសារពីមុនមកវាមានខ្លាមួយឈ្មោះអង្គខ្លាក្រហមគេហៅខ្លាក្រហមនោះ ខ្លាហ្នឹងញីឲ្យឈ្មោះបង នេះខ្លាហ្នឹងខ្លាមិនដឹងថាញីឲ្យឈ្មោលព្រោះប្រហែលជាខ្លាឈ្មោលវាដូចថាវាខ្លាំងហើយវាដើរ
វាថាវាដើរចាប់នេះចាប់នោះចឹងណា អូ ហ្នឹងហើយវាចេះតែបំធ្វើឲ្យវិជាជនឬឲ្យលោកប្រសង់ឲ្យនៅក្នុងវត្តហ្នឹង ចេះតែខ្លាចអី ចេះ ចឹ តែ ង ខ្លាចល្អដោយសារគាត់ចឹងដូច្នេះហើយបានគេដាក់ឈ្មោះឲ្យថាកន្លែងនេះគឺកន្លែងវាសំណាក់អាស្រ័យនៅ អូ បាទគេហៅថាភ្នំដាក់លើភ្នំខ្លាក្រហមនេះ អញ្ចឹងវាជ្រកខ្លួននៅកន្លែងនេះបងណា វានៅកន្លែងហ្នឹង បាទបាទ បាទ អញ្ជើញបន្តទៀតបង ដល់ទៅពេលបន្តមកក៏មានលោកតាម្នាក់នោះលោកតាឧបព្រួលអញ្ចឹងលោកខំយកធ្វើជាអង្គប់អីដាក់ដល់នោះ បាទ ដើម្បីកុំឲ្យវាមកយាយីប្រសង់អីចឹងណា បាទបងបាទ ហ្នឹងហើយដល់ពេលដែលធ្វើទៅដាក់ឆ្កែនៅក្នុងនឹងអង្គប់ហ្នឹងដល់ពេលដាក់ទៅវាលូកដៃផ្ទះអោបយកឆ្កែនឹងស៊ីដល់ឲ្យអង្គប់វាធ្លាក់មកដាក់ត្រូវដៃគេហៅវាឈ្មោះអង្គត់ទៅរហូតសប្តាហ៍ថ្ងៃហ្នឹង អញ្ចឹងពេលហ្នឹងមានន័យថាប្រសងលោកដាក់អន្ទាក់ដើម្បីចាប់វាណាបងណា ដើម្បីចាប់វា ហើយនុយដែលដាក់ ដាក់ហ្នឹងសត្វឆ្កែ សត្វឆ្កែហ្មងបងណា បាទវាតែងតែចាប់ឆ្កែស៊ីហ្នឹងហើយ ថាសត្វហ្នឹងវាសត្វមានម្ចាស់ឬក៏ជាសត្វព្រៃទេបងព្រោះហេតុអីវា ពីមុនហ្នឹងมันប្រហែលជាมันមានជាសត្វគេថែទេតែវាដើរមកដែលវាចេះដើរហ្នឹងណា បាទ ប៉ុន្តែដល់សប្តាហ៍ថ្ងៃប្រហែលជាមានលោកតាសុចាំងទេសុចាំងលោកកាន់ហើយ អូ បានมันមានវត្តមានគាត់ដោយសពមួយដង បាទ ហ្នឹងហើយ ពីមុនមកហ្នឹងបងមានដឹងថាបាត់ខ្លួនដោយសារអីទេបងមានបានដឹងទេបង ដោយសារបាត់គោឆ្កែអីហ្នឹងដោយសារវាហ្នឹងហើយ ឮថាបងឮថាវាចុះទៅចាប់គោអ្នកសុកអ្នកភូមិ បាទវាចាប់ចុះទៅចាប់នឹងក្រោមហ្នឹងហើយ ថាអ្នកសុកអ្នកភូមិខ្លាចរអាណាបង ខ្លាច អញ្ចឹងនៅបន្ទាប់ពីវាចាប់គោអ្នកសុកអ្នកភូមិស៊ីអូយបងអើយអូយឃើញអានោះមិញលងព្រឺក្បាលខ្ញាក់បងអូយបងប្អូនខ្ញុំឃើញអាដើមឈើនោះមិញដូចអូយស្មាតោអូយលោកជីលោកទឹកគួនចាមកនេះអត់មានអក្រក់អីទេគ្រាន់តែសុំកន្លែងដើម្បីបានថតទេមិញបងប្អូនមើលទៅដូចមែនតែនហ្មងណាបងមើលមកផ្លែតស្មាតោដូចសត្វខ្លាមែនបង បាទ អូយបងប្អូនអរគ្នាអាចចាត់ទុកថាខ្ញុំច្រឡំក៏ថាបានដែរបងប្អូនប៉ុន្តែមើលមកផ្លែតគឺដូចវាកំពុងតែឈរមើលមកយើងហ្នឹងបងមិញណា បាទ អូយអញ្ចឹងបន្ទាប់មកពេលដែលវាចាប់គោអ្នកសុកអ្នកភូមិស៊ីហើយហ្នឹងគោវាមកជ្រកខ្លួននៅហ្នឹងណាបងណា បាទវាមកលាក់ខ្លួននៅមកបណ្ដប់កន្លែងហ្នឹងហើយ បាទ កន្លែងហៅកន្លែងហ្នឹងហើយ ចុះតើតើនឹងលោកសង្ឃគង់នៅក្នុងវត្តហ្នឹងវាមានដែរធ្វើទុកបុកម្នេញអីទេបង វាអត់មានធ្វើអីទេតែគាត់ថាព្រះអង្គតែយប់ឡើងលោកចូលគង់នៅក្នុងកត់បាត់ទៅបាត់ទ្វារហ្នឹង អូ បើនៅក្រៅក៏ខ្លាចដែរប៉ុន្តែគាត់ថាយប់វាចលាចលឲ្យយប់ទេ យប់ឡើងគឺវាធ្វើសកម្មភាពតែម្ដ តែ ង យប់ទេប៉ុន្តែថ្ងៃវាដូចអត់មានធ្វើសកម្មភាពអីទេ អូផែជាតំណងថ្ងៃហ្នឹងគឺវានៅពួន បាទនៅចឹងថ្ងៃវានៅពួននៅម្ដុំហ្នឹងហើយ តែមានតែមួយក្បាលទេណាបងណា ប្រកាសថាមានតែមួយទេប៉ុន្តែពីមានច្រើនទៀតអត់ដឹងដែរ យើងអត់ដឹងទេណាបង វាមិនអត់ទេគឺថាអ្នកដែលគេកាន់របស់ហ្នឹងវាមានច្រើនតែគាត់ថាលោកកាន់ថែអាសាក៏មិនអោយមកប៉ះពាល់ដល់សត្វលោកមនុស្សលោកចឹងណា បាទ ហ្នឹងហើយសូមបារមីហ្នឹងឲ្យជួមថែអាសាឲ្យសុខឲ្យចម្រើនផងកុំប្រកែកបកាត់មកឃើញនិយាយខុសឆ្គងយ៉ាងណាមិនសមរម្យណាក៏សូម បាទ អភ័យទោស បាទបងបាទ កូនចៅមិនមែនជាអ្នកមកសិទ្ធិអ្នកចិត្តធម៌ បាទសិទ្ធិអ្នកល្អទេម្ចាស់ទឹកម្ចាស់ដីឲ្យកូនចៅមកនេះអត់មាននិយាយទៅគឺអត់មានចង់បាននេះចង់បាននោះឬក៏មកប្រមាថការទានអីទេណាបងណាឯកសារនេះគឺគ្រាន់តែចង់ធ្វើឲ្យបងប្អូនចិត្តឆ្ងាយលោកបានស្គាល់បានដឹងអំពីប្រវត្តិកន្លែងនេះទេអញ្ចឹងកូនចៅសូមសច្ចាប្រណិធានចំពោះមុខម្ចាស់ទឹកម្ចាស់ដីរករៈប្រៃឈើនៅទីនេះអត់មានថាចង់មកនឹងប៉ះពាល់ចង់មកបាននេះបាននោះអីអត់ទេបងប្អូននេះគឺជាប្រវត្តិទូនៃភ្នំខ្លាក្រហមឬក៏ហៅថាអង្គត់នឹងតែម្ដងប៉ុន្តែបងអត់ដែរមានប៉ះពាល់ទៅដល់យុវជននោះអត់ទេអត់មានដែលប៉ះពាល់ទេ បាទ តែវាធ្វើតែសัตว์គ្នាវាទេ អូ ហ្នឹងហើយ អញ្ចឹងមានន័យថាតើតើនឹងការបាត់ខ្លួនរបស់វានឹងគឺអត់មាននរណាម្នាក់ដឹងទេណា អត់ដឹងទេដោយសារកែលោកម្ចាស់តែថែសារទៅលោកតាសច្ចាំងយាយសច្ចាំងរូបកាមលោកសច្ចាំងក្នុងខ្លាក្រហមលោកថែ ថាសារការពារ នេះមានលោកយាយតាសច្ចាំងយាយសច្ចាំងក្នុងខ្លាក្រហមអញ្ចឹងណា មានលោកនៅ បាទលោកថែសារដើម្បីឃុំក្រងឲ្យបានសុខឲ្យបានចម្រើនទាំងអស់គ្នាហ្នឹង បាទបង បាទព្រោះថាតំបន់កន្លែងមួយគឺសិតតែមានកន្លែងលោកយាយសច្ចាំងតាសច្ចាំងនៅកន្លែងហ្នឹង បាទប៉ុន្តែ សម័យពីដើមមកលោកយាយសច្ចាំងឬតាសច្ចាំងហ្នឹងគឺលោកតា
tăng pi lục tao pro lấy lục bạch tập bần ba từ nụ phum này sọc tới lục bần ba từ trường phum nó có bàn chẳng hạn chán đấy ô chẳng á kê vô mặt đã đó cô chẳng mấy bằng nó cái hao tha lục dây chăng tài chăng tê và đa lục ấy lục đạ bà đại lục chẳng tới lục can sẽ chạm tiếng trắng lục bàn sầm rạch là tho nam bà đôi đai miền ta oi bị chịu bột lục khơi như thế không vậy bị đau máu lục oi khơi đó oi khơi nữa mà này bà bàn tay ở lớn nó đây mà nuôi dương mình can tho so chả đất vì chớn nè đại vừa cọ bị tràn pe tấu đại kia mình oi dương khơi tiền bàให้ตลับสำรวจมาใกล้เหมือนบางทางมันเนี่ยปีเนี่ยมองบัดเฮียนลางมองนั่นคือคลายเนี่ยมันsao mình hiền làng mất là sai cái khai mình đang đặt khai ấy khai ba là mây lại ní rồi mười khaiอย่างnang đấy rồi khaiอย่างnang đấy bàn tay cả tha bên nào rom tha nè là mình hiền làng màu xung bay thì nhom chỉ cha đấy cái nhom mình nè ấy cái nhom hiền làng một đấy bắt hiền thế bằng bà mình sao hiền làng đào một tay vừa ra dương ban mà nè rồi gặp pin nè tới dương cả đào mới ở miền cả cái chuyện kia chẳng thấy ngon mà nè ấy dương mình hiền sâu hiền đa làng thì chỉ gặp bật men bông phunไปจากจมลางเมาเละขนาดท่ารอมยืนในขังกร้อมเซ็งไปลางมันเอาขนาดเซ็งเละขนาดรอมยืนด้วยบ้องน้ำไหมไปแต่ยืนเอาทุกข์สำเร็จด้วยชีสำหรับtrường đại trung bìnhโอ้ยปลือกบาลอันนี้พวกตาโปรดเทียนกัดภาษาบ้องไปแต่บ้องเอาทุกข์ก็ได้มั้งสำเร็จยังท่าสลักเชยชื่อกับท่าบานไหนปันใต้ไปแต่โปรดเตียงสลับเมนเทนนั่นสำเร็จปลอกปันใต้โปรดเงี้ยมือบ้องไปนั่งเงี้ยมือเราแต่อัดเคยไอ้เตจังงั้นนะจังจนการลูกเนื้อกระบายยืงกับทาบานแม่นี่บ้องจะลูกมีแต่หน้าลูกไทยซายืงปันใต้นี้มอนี่คือบำน้องเราอ๋อนะบ้องผมจังมาเสนอยืงมามาจ้องบ้านแต่บ้านนี่แต่บ้านนู้หรือโกมันก็โกกับกายมาประมาทการเตียนไอ้อย่างนั้นยมอัตเนเตเตะตัวหนังสวัสดิ์ตะเพียบนะบ้องผมไปปลูกมาไกลจังโดยบ้องปลูกมีสารจังส้มไปแต่บ้องมันเนี่ยไอ้ก็บ้องมันเฮียนล้างมาพองในไกลนี้นะบ้องผมไอ้เนี่ยคลาคือกดบ้านเต็มแต่มาเลนในไกลเปลวเหี้ยปันใต้บ้านสกอร์ในไกลนี้เตไอ้ไกลนี่คือมีชื่อท่าคลากระหอมจังโจสัตว์เดือนยังเว้นบ้องเปได้เวียบัดขลุ่นนึงนะบ้องอัดมีหนังน้ำเหมือนดังจะบาดทำเตมันเมียนเนี่ยน้ำมวยดังเปนึกบัดเชิงได้มาดองบ้องบัดตนาตอนไหนก็เมียนเนี่ยดังได้ปนลือจานเยอะทัดถมนะบ้องบาดถมนะทอส่งทับปันโกจุดตรงนะบาดถมมันเมียนตัวเตปันท่าพายเรือลูกสัจจังตาสัจจังลูกกาเปียไทยแข่งไอ้ตกเรือโกปรับไอ้จังนะบ้องมันจ่ายจังเตอร์นะบ้องเนาะนั่งไอ้บานกาเปียเยอะเตอร์กับอ้อยผู้สมมันอ้อยเมาเธอจังเตอร์เตบ่าให้สมัยมุนก็ยิงได้ปรีจราบ่าสัตว์ปรีนะบ้องเนาะปรีตามเชิงถมนะอะไรนั่นก็ปรีได้บ้องเคยเนี่ยไพ่โจนบ้านนี่สัตว์ปรีบ้องปรีนี่หมองนะจังในกระไรนี้สงบสงัดจงมจังเมียนโดยจีลูกตาเยจีตาจีลูกมาทวิปัสนาไอ้กระไรนึงไอ้บ้องเตะเมียนเตะอะไรนี่เมียนในขังเลยในเหมือนอมนี่เมียนนี่นะบ้องจังเมียนนี่ทางกระไรนี่คือสงบสงัดนะบ้องปนสงัดเชิงตาเหมือนดองให้อาจจะหาเธอเอานูบ้องกระไรนูเพื่อปัสสันจีมาทวิปัสนาไอ้นูบ้องเคยโปยบาดโปยกระไรนึงบานเนี่ยบ้องเคยเนี่ยจังอย่างดังท่าประวัติกระไรนึงเป็นมูลเมาเมียนลูกยีลูกตามาทวิได้แต่ก็อย่างนาที่นั่นบ้องเนาะปันท้ายนั่งแต่เมียนบ้องปนเคยนี่หนูจังกระไรนี้เด็กจังประจับบ้องปนนี่คือสงัดเชิงได้เหมือนดองเจอชอมกลมร้อเมียนเนี่ยมาดอนกระไรนึงนะบ้องเนาะมันกลมร้อยที่ทำเมียนได้là nè màu lại màu này chúng khá tới của miền nè đây một cặp năm cặp ấy lại màu đấy này làm một đo đây bọn lại một đo này một cặp năm cặp ấy châu một cặp là đằng đây bây giờ vậy tôi gặp pin hai xem nhé bọn miền đây lòi nè nạp xây được có bờ sông lục khơi ấy tiếp bọn tiện tôi nâng cái này nhé phía tay là miền nói về mình ót tới tay cần tha bị muôn còn tay ở lâu nâng về mình miền thì ở lâu tì muối vừa ót miền nè đây sâu lang mình nâng bạn ót khơi bà dương xa lang mau thì mà thị mà ấy mau tới bắn săn ấy buông xuống tới khơi nhỉ anh khơi nó trên cái ôi dương khơi khla từ một thời chú sập sai rồi lớn mà ní tầm bay sập sai ôi cả lấy nè bà ôi nhiệt nhôm bột bò sắt nông sọc cao sọc nâng mà chú rùm co sang cả lấy à phải bọt cả lấy nâng bà ôi cả lấy ní chỉ cả lấy sakara bô chia bà miền bột rụp nọ ong kia thiên là tí ní hay dương thời cả lấy ní cứ bà tam thì chất nhom tay mà đón nhom chân oi lư phun ní kia cả lấy mũi đầm bắn mũi miền đầm bắn thì cho lọ vừa chưa đầm bắn thì cho bà cả lấy nơi phun nắng cứ vừa oi nhiệt bị năng máu vừa giờ trong phun xôm cắt và xa bong tích bong phun khơi chạy sài chẳng nhom lang máu đó bong phun
គឺកាត់ព្រៃហ្មងហើយអត់មានកម្មចរាមានអីទេអញ្ចឹងខ្ញុំយល់ស្របជាមួយប្រសាសន៍របស់បងបើសិនជាយើងមានសមត្ថភាពឬក៏អស់លោកបាទសម្ដេចទ្រង់អាដាមលោកអុកញ៉ាអ្នកអុកញ៉ាណាដែលមានបំណងចង់អភិវឌ្ឍកន្លែងនេះណាបងណាធ្វើជាកម្មចរាដាក់ជាភ្លើងជាអីហើយសាងសង់ជាទីសក្ការៈបូជានេះបងប្អូនឃើញគឺអត់មានអីទេបងប្អូនមានតែព្រះពុទ្ធពីរព្រះអង្គរួមទាំងសង្ឃសីចាស់បែកទ្រុឌទ្រោមហើយបងប្អូនឃើញអញ្ចឹងសម្រាមឃើញស្អីអត់មានការអភិវឌ្ឍអីទេអញ្ចឹងបើសិនជាអស់លោកដែលមានបំណងថាចង់មកអភិវឌ្ឍធ្វើកន្លែងនេះទុកជាទីសក្ការៈបូជារបស់បងប្អូនពុទ្ធបរិស័ទចិត្តឆ្ងាយបាទបងប្អូនបាទសូមតាក់ទងមកបងប្រុសដែលខ្ញុំនឹងដាក់ជាលេខទូរស័ព្ទបងប្រុសនៅលើវីដេអូនឹងផ្ទាល់តែម្ដងកន្លែងនេះបើសិនជាមានអស់លោកជួយខ្លះគឺមិនដឹងជាល្អមិនទេណាល្អទៀតល្អបងប្អូនឃើញទេពេលដែលខ្ញុំកំពុងនិយាយឮតែសំឡេងសត្វយំនេះអញ្ចឹងគ្រាន់តែខ្ញុំមកដល់ទីនេះភ្លាមខ្ញុំមានអារម្មណ៍ថាស្រស់ស្រាយមានអារម្មណ៍ថាស្រឡះមុខស្រឡះមាត់ពីព្រោះយើងនិយាយមួយតាក់ទងនឹងអាកាសធាតុតាក់ទងនឹងធម្មជាតិគឺហុចផលឲ្យបានល្អមែនទែនបងប្អូនត្រជាក់ស្រួលប៉ុន្តែដោយសារតែយើងវាអត់មានលទ្ធភាពដើម្បីធ្វើណាបងណាអត់មានលទ្ធភាពបាទចុះបងគំនិតរបស់បងចង់ធ្វើយ៉ាងម៉េចឲ្យតាក់ទងនឹងកន្លែងនេះណាបងជួយមើលគំនិតរបស់បងណាឬក៏សូមឲ្យបងអំពាវនាវបញ្ចូលបន្ថែមទៅសម្ដេចទ្រង់អស់លោកអាដាមអីដែលមានបំណងចង់ជួយអីណាបងសូមគ្រប់អញ្ជើញណាបងបាទកំណត់ខ្ញុំចង់ឲ្យនៅកន្លែងនេះធ្វើកន្លែងនេះគឺមានជាសាលាមួយប៉ុន្តែมันធ្វើពីសង្កសីយ៉ាងទេបាទហើយមានជាសាលាជាអត់ជាអីណាបាទជាអត់ជាអីទៅឲ្យវាស្អាតបាតទៅហើយឲ្យមានផ្លូវខាងនេះផ្លូវពីនឹងមកឲ្យឡើងទៅដល់មកលើហ្នឹងបាទសម្រាប់មានហើយសុំចឹងក៏សុំឲ្យមានកូនកត់ឬមួយក៏យ៉ាងណាណីកូនកត់សម្រាប់យាយជីតាជីណាមួយថ្ងៃតមុខហ្នឹងគឺគាត់អាចមកសំណាក់ធរឬមួយក៏ចង់ធ្វើធរធ្វើអីបានអញ្ចឹងណាចង់មកលេងហើយមានអ្នកដែលចង់មកទស្សនាមើលកន្លែងនេះផ្សេងហ្នឹងក៏អាចមកមើលបានអាចមកមើលបានហើយធ្វើកន្លែងនេះឲ្យបរិវេណកន្លែងនេះឲ្យវាស្អាតអញ្ចឹងណាបាទបងទីបងឃើញទេដោយសារតែបើសិនជាយើងឡើងមកគឺវាពិបាកមែនតើណាបងប្អូនដោយសារតែយើងអត់មានចដាអត់មានអីណាហើយកន្លែងនេះតាក់ទងជាមួយនឹងការមកអុជធូបបែបបន់បួងសួងហ្នឹងយ៉ាងម៉េចដែរបងតាក់ទងនឹងការគោរពប្រតិបត្តិនៅកន្លែងនេះណាបងបាទកន្លែងហ្នឹងគឺបានដូចគ្នាអ្នកមកបន់មកបួងសួងបានដូចគ្នាបាទដោយសារតែមានបារមីលោកតាមានសច្ចាំងនៅថែរក្សាការពារបានការពារអានេះអាចសុំបានអូអញ្ចឹងភ្នំនេះនឹងអីដែលគេហៅថាភ្នំខ្លាក្រហមហ្នឹងណាបងណាបាទអូនេះបងប្អូនឃើញទេបាទនេះភ្នំនេះហើយគឺជាភ្នំខ្លាក្រហមក៏ជាប្រវត្តិរឿងរ៉ាវដែលតាក់ទងនៅទីនេះចឹងតែម្ដងអ្វីដែលពួកយើងចង់បានហ្នឹងគឺជាមួយនឹងការអភិវឌ្ឍនៅកន្លែងនេះដោយបងប្អូនឃើញជាក់ស្ដែងអញ្ចឹងគឺអត់មានចដើអត់មានអីទេនេះដូចជាទៅជាតែត្រួសត្រាយផ្លូវរៀងស្រួលឡើងណាបងណាបាទបើសិនជាអត់ធ្វើទេប្រហែលជាពិបាកនឹងឡើងមកបងប្អូនបាទនិយាយទៅគឺអត់មានតាន់ធ្វើអីទេបងប្អូនឃើញទេនៅធម្មជាតិសុទ្ធសាធ 100% តែម្ដងហើយដល់ចាហេតុធ្វើអីកន្លែងនេះអត់ស្ទើរតែអត់មានហ៊ានណាឡើងមកដល់ទីនេះទេបងប្អូនណាហ្នឹងហើយតើមានទាំងដើមរកាដើមកកោះដើមអីទៀតទេបងនេះមានសពនេះបងប្អូនឃើញទេពេលដែលយើងឡើងហើយយើងមើលទៅលើគឺសិតតែថ្មសិតតែព្រៃសុទ្ធតែម្ដងដែលយើងអត់អាចមានភាពងាយស្រួលដើម្បីឡើងណាបងប្អូនហើយកន្លែងនេះក៏ជាទីកន្លែងមួយស្ងប់ស្ងាត់សម្រាប់លោកតាលោកយាយដែលចង់មកធ្វើវិបស្សនាអីណាគឺស្រួលមែនតើសំណួរបន្តដែលបងប្អូនជំរាបសួរបងតាក់ទងជាមួយនឹងអ្នកដែលកាន់ខាងញៀនខាងអីមានដើរមកប្រពៃពិធីអីនៅហ្នឹងទេបងមានខ្លះដែរណាបងណាបាទអ្នកមានខ្លះគេមកដែរទៅគេតែមកខ្លះក៏យើងមិនដឹងគេមិនប្រាប់យើងគេមកដោយដូចលាក់ចឹងទៅអូអ្នកខ្លះគេមកដោយចំហចឹងណាបាទដូចនៅលើភ្នំកន្លែងរាប់បាតគេមកចំហចឹងទៅអូគេមកយកភ្លេងសៀមភ្លេងអីយកមកលេងចឹងទៅបាទខាងភ្នំកលែនខាងអីគេមកអ្នកគ្រូបារមីអីគេមកចឹងបាទបងប្អូនហើយនេះគឺជារឿងរ៉ាវដែលខ្ញុំចង់ជម្រាបក៏ចង់បង្ហាញជូនបងប្អូនទាំងអស់គ្នាទាក់ទងជាមួយទីកន្លែងអាតកំបាំងដែលគេឲ្យឈ្មោះថារូងខ្លាក្រហម
ឬក៏ភ្នំខ្លាក្រហមនេះតតែម្ដងហើយខ្ញុំផ្ទាល់ក៏ខ្ញុំបានដឹងអំពីប្រវត្តិកន្លែងនេះដែរដោយសារតែបងប្រុសហើយក៏សូមអរគុណបងបាទដែលលោកបានជួយចំណាយពេលវេលាដ៏មានតម្លៃជួយធ្វើជាវីដេអូដើម្បីអភិរក្សថែរក្សាការពារនៅទីនេះឲ្យកូនខ្មែរក៏ដូចជាក្មេងជំនាន់ក្រោយលោកបានដឹងជួនកាលបើសិនជាខ្ញុំអត់បានជួបបងខ្ញុំគ្រាន់តែមកគ្រាន់តែឃើញប៉ុន្តែអត់ដឹងថាប្រវត្តិយ៉ាងនេះយ៉ាងម៉េចទីនេះយ៉ាងម៉េចអត់ដឹងទេបងណាបាទហើយនៅក្នុងវីដេអូនេះដែរបាទខ្ញុំបានសូមអំពាវនាវទៅកាន់សប្បុរសជនចិត្តឆ្ងាយក្នុងស្រុកក្រៅស្រុកក៏ដូចជាសម្ដេចទ្រង់អាដាមក៏ដូចជាអស់លោកដែលមានចិត្តបុណ្យចិត្តសប្បុរសបើមានបំណងតែចង់ចាប់មាសចាប់ផលនៅកន្លែងនេះបាទបងប្អូនអាចតាក់ទងមកបងប្រុសបានបាទបងប្រុសដែលជាអ្នកគ្រប់គ្រងក៏ដូចជាគណៈកម្មការចារនៅទីនេះបាទលោកនឹងទទួលបាទមិនថាគ្រឿងឧបភោគបរិភោគមិនថាជាសម្ភារៈសំណង់ឬក៏ថវិកាក្តីបងនឹងទទួលបាទដើម្បីធ្វើក៏ជាអភិវឌ្ឍនៅកន្លែងនេះអញ្ចឹងសូមគ្រប់អញ្ជើញបងមានជាមតិក៏ដូចជាសំណុំពរទៅកាន់អស់លោកបាទដែលលោកបានទស្សនាវីដេអូនេះសូមគ្រប់អញ្ជើញបងបាទជាបឋមសូមគោរពឯកឧត្តមលោកជំទាវអុកញ៉ានិងសម្ដេចទាំងអស់ទ្រង់សម្ដេចទ្រង់ឯកឧត្តមគ្រប់លំដាប់ថ្នាក់ហ្នឹងហើយដោយថ្ងៃនេះខ្ញុំមានអីទេមានតែលើកមករៀនដៃ10ប្រកាសនិងគោរពដល់អស់លោកទាំងអស់ណាដោយឲ្យអស់លោកទាំងអស់បានជួយអភិរក្សនិងជួយកសាងណាផ្លូវកន្លែងនេះមួយខ្សែនេះចង់ឲ្យមានផ្លូវហ្នឹងហើយចង់ឲ្យមានជាកន្លែងនោះមួយគឺជាអាគារថ្មអញ្ចឹងជាអាសនៈថ្មដើម្បីឲ្យជួលញាតិញោមពុទ្ធបរិស័ទហ្នឹងនឹងងាយនឹងមកគោរពបូជាបាទបងបាទហ្នឹងហើយអ្នកដែលចង់មកបូជានឹងងាយស្រួលនឹងការឡើងមកឥឡូវនេះមួយថ្មក៏ដិបអត់មានទេពិបាកមែនតើបងពិបាកណាស់គឺដូចយើងបានឃើញផ្ទាល់នឹងភ្នែកអញ្ចឹងគឺពិបាកនឹងឡើងដើម្បីឡើងទៅដល់លើនេះណាបងបាទសូមគ្រប់អញ្ជើញបន្តមកបងដែរដូច្នេះហើយក៏សូមឯកឧត្តមលោកជំទាវលោកស្រីនាងកញ្ញាញាតិមិត្តជិតឆ្ងាយដែលនៅក្នុងប្រទេសនិងក្រៅប្រទេសក្នុងស្រុកនិងក្រៅស្រុកនោះក៏សូមអំពាវនាវឲ្យញាតិញោមទាំងអស់ណាតិចក្តីច្រើនក្តីចាប់មគ្គផលតាមកម្លាំងសទ្ធាហើយយើងខ្ញុំជាអាចារ្យព្រមទាំងប្រសង់គណៈកម្មការអាចារ្យនៅលើវត្តភ្នំគិរីមង្គតហៅភ្នំរបាទនេះនឹងតាមនឹងចាំទទួលណាចាំទទួលនៅអំណោយឬមួយក៏ជាបច្ច័យ4សម្រាប់កសាងអស់លោកញាតិញោមពុទ្ធបរិស័ទមិនថាគ្រឿងឧបភោគឬក៏ជាគ្រឿងសំណង់ឬក៏ជាបច្ច័យ4អីនោះទេអញ្ចឹងចាំទទួលដោយសេចក្តីសំណោះរីករាយហើយក៏សូមថ្លែងអំណរគុណជូនពរឲ្យអស់លោកស្រីញាតិញោមប្រុសស្រីពុទ្ធបរិស័ទចិត្តក្នុងក្រៅប្រទេសក្នុងប្រទេសនិងក្រៅប្រទេសឲ្យជួបឲ្យសុខដែលចម្រើនអាយុយឺនយូរទទួលទានមានបានតជាជុំក្រុមគ្រួសារហើយឆ្នាំ2025សូមឲ្យសុខចម្រើនទាំងអស់គ្នាសូមឲ្យមានគ្រោះកាយគ្រោះភ័យឲ្យសុខឲ្យជាអាយុយឺនយូរសពកាលទាំងឡាយទទួលអនុមោទនាសាធុបងប្អូនអរគុណអរគុណសម្រាប់ការទស្សនាវីដេអូនេះបាទខ្ញុំបាទ Dina KH មានតែមេរៀនដៃ10បាទសូមមេត្តាខន្តីអភ័យទោសរាល់ពាក្យពេចន៍កាយវិការដែលមិនសមរម្យណាមួយបាទក៏សូមបារមីលោកយាយលោកតាម្ចាស់ទឹកម្ចាស់ដីបាទអរុក្ខរៈព្រៃឈើបាទលោកយាយលោកតាសច្ចាំងបាទភ្នំក្តីបាទតាមថែរក្សាបងប្អូនទីចិត្តទីឆ្ងាយជាពិសេសបងប្អូនដែលបានទស្សនាវីដេអូនេះបាទឲ្យមានលៀបមានជោគមានជ័យមានសេចក្តីសុខសប្បាយរាល់ការធ្វើដំណើរទៅណាមកណាឲ្យសំប្រកបតែសុខសុវត្ថិភាពទាំងទៅទាំងមកបាទខ្ញុំបាទ Dina KH រួមទាំងបងប្រុសបាទសូមគោរពលាបាទសូមអរគុណ